សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះសៀវយិនគឺនៅតែអស្ចារ្យគាត់បាននិយាយថាទេសភាពនៅក្នុងវិមានកាយធ្លាក់នាថ្ងៃនេះគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនប្រសិនបើកប់ពួកគេទាំងអស់គ្នានៅកន្លែងនេះគឺជាកន្លែងដ៏ស័ក្តិសមបំផុតគូយើងក៏បាននិយាយថាកាលពី2ឆ្នាំមុនសៀវយិនយើងគឺនៅត្រឹមតែការផ្លាស់ប្ដូរលើកទី9កំពូលតែប៉ុណ្ណោះប៉ុន្តែនៅថ្ងៃនេះវិញគឺឈានមកដល់កម្រិតបោះសតហើយដូច្នោះហើយគឺត្រូវតែបញ្ញាកម្ចាត់គេចោលឲ្យបានឆាប់រហ័សបំផុតស្របពេលដែលគេក៏បានស្រែកថាវាប្រហារនោះពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមធ្វើការរួមកម្លាំងគ្នាមុនពេលដែលគេក៏បានស្រែកឡើងថាខ្សែចង្វាក់ឋានសួគ៌ពលឹង10000ហើយជាមួយគ្នានោះបើយើងក្លេកទៅមើលសៀវយិនវិញគាត់ក៏បានកម្រើកនៅដៃរបស់គាត់បន្តិចខណៈដែលកងធម្មពលដែលនៅពីខាងក្រៅខ្នងក៏ដូចជាជំនួយរាយការណ៍របស់គាត់នឹងវាក៏ចាប់ផ្ដើមមានការប្រែប្រួលហើយនៅពេលដែលកម្លាំងធម្មពលខ្សែចង្វាក់ទាំងអស់នេះបានបាញ់សម្ដៅចូលទៅរកគាត់សៀវយិនក៏បានគវាសដៃរបស់គាត់បន្តិចហើយកងធម្មពលទាំងអស់ហ្នឹងវាក៏បានប្រមូលផ្ដុំបង្កើតបានទៅជាខែការពារមួយរួចហើយសៀវយិនក៏បានលើកនៅដៃរបស់គាត់ឡើងបន្តិចដើម្បីបន្ថែមកម្លាំងឃើញដូច្នោះហើយគូយើក៏បានស្រែកទៅកាន់ខ្មោចកញ្ចាស់ធានមីងតែគេនឹងគឺនៅឈរធ្វើអ្វីទៀតមិនក៏មិនព្រមចាត់ការស្របពេលដែលខ្មោចកញ្ចាស់ធានមីងនឹងគេក៏បានប្រើប្រាស់កម្លាំងហើយដើមទ្រូងរបស់គេនោះយើងក៏ឃើញថារាងកាយធម្មពលជាច្រើនដែលជាបិសាចតូចៗនឹងវាក៏បានលេចឡើងមកគេក៏ប្រាប់ហើយថាថ្ងៃនេះនឹងឲ្យវានឹងគឺសប្បាយឲ្យណានៃម្ដងហើយខណៈដែលរាងកាយធម្មពលនៃបិសាចតូចៗទាំងអស់ហ្នឹងពួកវាក៏ចាប់ផ្ដើមសម្ដៅចូលទៅរកសៀវយិនទៅចំណែកសៀវយិនវិញគាត់ហាក់បីដូចជាមិនខ្វល់ប៉ុន្មាននោះទេដោយគាត់ក៏បានគវាសដៃរបស់គាត់បន្តិចទៀតធម្មពលរបស់គាត់ក៏បានលេចឡើងបន្តហើយការវាប្រហារជាមួយនឹងខ្សែចង្វាក់ពលឹងរបស់ធានសុនទាំងពីរហ្នឹងក៏ត្រូវបានបំផ្លាញចោលដោយសារតែធម្មពលរបស់សៀវយិនរួចហើយនោះសៀវយិនគាត់ក៏ចាប់ផ្ដើមធ្វើការប្រមូលផ្ដុំនៅកម្លាំងធម្មពលរបស់គាត់បន្តទៀតដោយយើងក៏ឃើញថាកងធម្មពលទាំងអស់ហ្នឹងវាក៏ចាប់ផ្ដើមធ្វើការរួមបញ្ចូលគ្នាជាមួយនឹងកម្លាំងរបស់សៀវយិននោះវាក៏បង្កើតបានទៅជារបស់មួយហើយនៅពេលដែលរាងកាយធម្មពលទាំងអស់ហ្នឹងនៅតែបន្តសម្រុកចូលមករកគាត់នោះគាត់ក៏បានបង្ហាញអំពីអំណាចធម្មពលនៃរបស់នេះដោយកម្លាំងរបស់វានឹងគឺពិតជាខ្លាំងមែនទែនធ្វើឲ្យរាងកាយធម្មពលទាំងអស់ហ្នឹងក៏ត្រូវបានបំផ្លាញចោលគូយើងក៏សួរថាតើវាគឺជាស្នៀតប្រយុទ្ធបែបណាទៅហេតុអ្វីបានជាអំណាចធម្មពលរបស់វាគឺខ្លាំងក្លាដល់ថ្នាក់នេះចំណែករាងកាយរបស់ធីនមីងវិញក៏ត្រូវបានបំផ្លាញចោលអស់ចំនួនពាក់កណ្ដាលដែរហើយសៀវយិនក៏ប្រាប់ថាស្នៀតប្រយុទ្ធនេះគឺត្រូវបានគេឲ្យឈ្មោះថាការចាប់បដិសន្ធិឡើងវិញរបស់ព្រះខ្មោចកញ្ចាស់ធីនមីងក៏នៅតែស្រែកទៅកាន់ធានសុនទាំងពីរឲ្យបញ្ញាបញ្ញាល់មកជួយខ្លួនស្របពេលដែលគូយើងក៏អេះអុចបន្តិចដែរមុនពេលដែលគេក៏បានឆ្លើយតបទៅវិញថាខ្មោចកញ្ចាស់ធីនមីងសូមលោកទុកចិត្តចោះសារពលឹងរបស់យើងប្រកាសជាសងសឹកឲ្យលោកហើយរួចហើយនោះគេពីរនាក់បងប្អូន3ម៉ូតូក៏នាំគ្នារត់ចាក់ចេញអំពីទីនេះទៅធ្វើឲ្យខ្មោចកញ្ចាស់ធីនមីងគឺបានតឹមតែស្រែកជេរថាថោកទាបរួចហើយនោះគេក៏បាននិយាយទៅកាន់សៀវយិនថាលើកលែងឲ្យគេទៅហើយចាប់ពីថ្ងៃនេះតទៅប៉ាធីនមីងរបស់គេនឹងចុះចូលជាមួយនឹងសៀវយិនប៉ុន្តែសៀវយិនក៏ប្រាប់ថាយឺតពេលហើយអាកអូនធីនមីងក៏តបមកវិញថាចាប់តាំងពីឯងគឺចង់សម្លាប់យើងទៅហើយនោះដូច្នោះថ្ងៃនេះគួរតែស្លាប់ជាមួយគ្នាទៅគេក៏បានបញ្ចេញកម្លាំងដើម្បីធ្វើការបំទុះខ្លួនឯងហ្វឹងសៀនក៏ស្រែកប្រាប់ទៅកាន់អ្នកគ្រប់គ្នាឲ្យបញ្ញាបញ្ញាល់បញ្ចេញក្បួននៃការបង្កើតស្របពេលដែលគូចៅនៅវិញក៏បានស្រែកថាមួយនឹងគឺឈួតមែនទេហើយគេពីរនាក់បងប្អូនក៏បានបញ្ចេញកម្លាំងជាមួយនឹងខែការពារមួយស្របពេលដែលសៀវយិនក៏ប្រើប្រាស់កម្លាំងរបស់គាត់បន្តិចទៅខែការពារដ៏ធំសម្បើមមួយក៏បានលេចឡើងក៏លេចទៅមើលខាងនោះវិញបើទោះបីជាពួកគេទាំងពីរនាក់បានបញ្ចេញនៅខែការពារក៏ដោយប៉ុន្តែកម្លាំងនៃការបំទុះខ្លួនឯងនេះវាគឺពិតជាខ្លាំងពេកហើយបើក៏លេចមកមើលខាងនេះវិញកូនសិស្សជាច្រើននៅក្នុងវិមានកាយធ្លាក់គឺពិតជាត្រេកអរស្របពេលដែលពួកគេគឺកំពុងតែសរសើរសៀវយិនហើយទឹកមាត់របស់យ៉ាវឈិនវិញគឺថាពោពេញទៅដោយស្នាមញញឹមក៏លេចទៅមើលសៀវយិននៅពេលនេះវិញគឺនៅតែធម្មតាប៉ុន្តែស្រុកគ្នាក៏ស្រាប់តែមានកូនសិស្សម្នាក់ដែលខប់ប្រក្រតីហើយនៅពេលដែលគេគឺព្យាយាមរត់នោះក៏ត្រូវបានសៀវយិនគឺរារាំងបាត់ទៅហើយស្របពេលដែលសៀវយិនក៏ប្រើប្រាស់នៅធម្មពលពលឹងរបស់គាត់បន្តិចទៀតនោះពលឹងដែលនៅសេសសល់ព្យាយាមរត់គេចខ្លួនរបស់ខ្មោចកញ្ចាស់ធីនមីងនឹងក៏ត្រូវបានបណ្ដេញចេញមកខាងក្រៅហើយជាមួយនឹងកម្លាំងរបស់សៀវយិនខ្មោចកញ្ចាស់ធីនមីងនៅពេលនេះគឺថាគ្មានសេសសល់អ្វីទៀតនោះទេហើយកូនសិស្សនឹងមិនយូរប៉ុន្មានគេក៏បានដឹងខ្លួនគេក៏បានអរគុណទៅកាន់សៀវយិនដែលបានជួយសង្គ្រោះជីវិតរបស់គេស្របពេលដែលសៀវយិនក៏បានសម្លឹងមើលទៅកាន់ធានសុនទាំងពីរបន្តិចទៀតពួកគេទាំងពីរនាក់ក៏មិននៅទៀតដែរព្រោះថាសៀវយិនយើងគឺអាចសម្លាប់អ្នកកម្រិតពាក់កណ្ដាលជំហានបោះសុតបានត្រឹមតែមួយស្នៀតតែប៉ុណ្ណោះដូច្នោះប្រសិនបើនៅបន្តទៀតប្រកាសជាអេតចាយហើយស្របពេលដែលសៀវយិនក៏បាននិយាយហើយថាខ្ញុំនឹងគឺឲ្យពួកឯងចាក់ចេញហើយឬនៅគាត់ក៏បានប្រើប្រាស់នៅកម្លាំងជាមួយរបស់ដែលនៅក្នុងដៃនេះអំណាចធម្មពលរបស់វាគឺពិតជាខ្លាំងមែនទែនធានសុនទី2នឹងក៏ប្រើប្រាស់ធានសុនទី3មកធ្វើជាខែការពារដូច្នោះហើយធានសុនទី3នឹងក៏ត្រូវបានស្លាប់ភ្លាមត្រឹមតែមួយរំពេចដែររួចហើយនោះសៀវយិនក៏បាននិយាយទៅកាន់គូយើថានៅពេលនេះគឺដល់វ័យរបស់ឯងម្ដងហើយស្របពេលដែលគូយើក៏នៅតែបន្តគេខ្លួនហើយជាមួយគ្នាក៏ស្រាប់តែមាននៅកណ្ដាប់ដៃដ៏ធំមួយគឺបានហែកលំហចូលមកដែលធ្វើគូយើគឺពិតជាត្រេកអរខ្លាំងមែនទែនស្របពេលដែលគេក៏បាននិយាយថានៅទីបំផុតមនុស្សម្នាក់ហ្នឹងគឺចាប់ផ្ដើមធ្វើសកម្មភាពហើយស្របពេលដែលមនុស្សម្នាក់ហ្នឹងក៏បានស្ដីបន្ទោសទៅកាន់គូយើដែរព្រោះថាសម្បីតែក្មេងម្នាក់នៃគ្រួសារសៀវហ្នឹងក៏គេមិនអាចដោះស្រាយបានដែរស្របពេលដែលកណ្ដាប់ដៃហ្នឹងវាក៏បានបន្តសម្ដៅចូលទៅរកសៀវយិនក៏ប្រើប្រាស់កម្លាំងដើម្បីមករារាំងធ្វើឲ្យកណ្ដាប់ដៃហ្នឹងក៏ត្រូវបានស្រោបជាមួយនឹងធម្មពលរបស់គាត់ប៉ុន្តែកណ្ដាប់ដៃហ្នឹងកម្រើកត្រឹមតែបន្តិចតែប៉ុណ្ណោះកម្លាំងធម្មពលរបស់សៀវយិនហ្នឹងក៏ត្រូវបានបំផ្លាញចោលហើយវាក៏បានរុញឲ្យសៀវយិនហ្នឹងគឺថាប៉ាងថយក្រោយផងដែរហើយសៀវយិនក៏បានដឹងហើយថានេះគឺជាអ្នកខ្លាំងកម្រិតបោះសុតនៃត្រកូលហ៊ុនស្របពេលដែលគូយើងនៅពេលនេះក៏បានអរគុណទៅកាន់មនុស្សម្នាក់ហ្នឹង
ដែលបានចេញមកជួយសង្គ្រោះគេឬហើយនោះគេក៏បានឌឺដងទៅកាន់សៀវយិនដែរបើទោះបីជាសៀវយិនគឺបានបិទលំហនៅកន្លែងនេះតើវាយ៉ាងម៉េចព្រោះថាអ្នកខ្លាំងកម្រិតបោះសុតនៃត្រកូលហូតរបស់គេនឹងគឺមានច្រើនខ្លាំងមែនទែនដូច្នោះហើយក៏ប្រាប់ថានៅក្នុងថ្ងៃនេះសៀវយិនគឺមិនអាចសម្លាប់គេបាននោះទេស្របពេលដែលសំណោយក៏ចាប់ផ្ដើមលើឡើងយ៉ាងកាកាយខណៈដែលសៀវយិនក៏នៅតែលើកនៅដៃរបស់គាត់ឡើងខណៈដែលធម្មពលរបស់គាត់នឹងក៏ចាប់ផ្ដើមបាញ់តម្រង់ចូលទៅរកគូយ៉ៅម្ដងទៀតហើយធម្មពលនេះក៏បានបាញ់ទៅកាន់រាងកាយរបស់គូយ៉ៅទៅធ្វើគេក៏បានស្រែកថាចុកខ្ចយម៉ាយនៅពេលនេះគេក៏បានបន្តស្រែកទៅកាន់មនុស្សម្នាក់នឹងឲ្យឆាប់ចាក់ចេញទៅប៉ុន្តែសៀវយិនក៏នៅតែបន្តបញ្ចេញនៅកម្លាំងធម្មពលរបស់គាត់និយាយឲ្យថាពួកគេគឺមិនអាចទៅណាបាននោះទេប៉ុន្តែជាមួយគ្នាកណ្ដាប់ដៃមួយទៀតវាក៏បានលេចឡើងនិងក៏បានបន្តវាទៅលើសៀវយិនចំណែកសៀវយិនក៏ប្រើប្រាស់កម្លាំងនេះដើម្បីរារាំងមនុស្សម្នាក់នឹងក៏នៅតែនិយាយមកកាន់សៀវយិនយើងថាបើទោះបីជាគាត់គឺជាបោះសតកាយមួយតើវាយ៉ាងម៉េចព្រោះថាគាត់គ្រាន់តែជាអ្នកទោសនៃតកោហូរបស់គេតែប៉ុណ្ណោះបន្តទៀតថាកុំភ្លេចឲ្យសោះឪពុករបស់ឯងគឺនៅក្នុងកណ្ដាប់ដៃរបស់ពួកយើងនៅឡើយនោះទេស្របពេលដែលធម្មពលនៃការប៉ះទង្គិចគ្នានេះមិនយូរប៉ុន្មានវាក៏ស្រាប់តែបានផ្ទុះឡើងសៀវយិនក៏បានតបទៅវិញថាប្រសិនបើខ្លាំងគំរត់មនុស្សម្នាក់នឹងក៏បានតបមកកាន់សៀវយិនវិញថាប្រសិនបើចង់ជួយសង្គ្រោះឪពុករបស់គាត់នោះឲ្យសៀវយិនធ្វើដំណើរទៅកាន់ផ្សារព្រលឹងទៅហើយគេនឹងរងចាំសៀវយិននៅកន្លែងនោះស្របពេលដែលលំហវាក៏បានបិទទៅវិញធម្មតាខណៈដែលសៀវយិនគឺបានត្រឹមតែក្តាប់កណ្ដាប់ដៃទាំងខឹងតែប៉ុណ្ណោះរួចហើយក៏ប្រាប់ទៀតថាកន្លែងនោះមិនយូរនោះទេក៏ប្រកាសជាទៅជាមួយនឹងពេលវេលាដែលចេះតែកន្លងផុតទៅនៅពេលនេះសៀវយិនគាត់ក៏បានចូលមកខាងក្រោមហើយគាត់ក៏បានបន្តសម្លឹងមើលទៅកាន់កូនសិស្សក៏ដូចជាព្រឹទ្ធាចារ្យជាច្រើនដែលបានធ្វើការតស៊ូជាមួយនឹងការលះបង់ដ៏ធំធេងដោយពួកគេទាំងអស់គ្នានៅពេលនេះគឺបានប្រែក្លាយទៅជាភេទអត់ទៅហើយសៀវយិនក៏បានដឹងអំពីការលះបង់ដ៏ធំធេងរបស់ពួកគេសម្រាប់វិមានផ្កាយធ្លាក់ផងដែរនៅពេលនេះគាត់ក៏បានបន្តដើរសម្ដៅចូលទៅរកពួកគេហើយបន្តមកគាត់ក៏បានលើកនៅដៃរបស់គាត់ឡើងនៅពេលដែលដៃរបស់គាត់ប៉ះទៅលើរាងកាយរបស់ពួកគេនោះវាក៏ប្រែក្លាយទៅជាភេទក៏ដូចជាពន្លឺហើយក៏ចាប់ផ្ដើមរសានដែរទៅតាមខ្យល់ដែលកំពុងតែបក់បោកនោះបានទៅដែលធ្វើសៀវយិននៅពេលនេះទាំងមុខរបស់គាត់នឹងគឺថាពិតជាសែតបន្តិចហើយស្របពេលដែលទិដ្ឋភាពទាំងស្រុងនៃវិមានផ្កាយធ្លាក់យើងក៏ឃើញថាវានឹងគឺពិតជារងនៅការខូចខាតខ្លាំងមែនទែនដោយយើងអាចនិយាយបានថាស្ទើរតែខូចខាតទាំងស្រុងទៅហើយវាក៏មាននៅការលះបង់យ៉ាងច្រើនអំពីពួកព្រឹទ្ធាចារ្យក៏ដូចជាកូនសិស្សនៅក្នុងវិមានផ្កាយធ្លាក់ផងដែរហើយនៅពេលនេះគាត់ក៏បាននិយាយសុំទោសដែលគាត់គឺមកយឺតយ៉ៃឈិនក៏បានបន្តថាប្រសិនបើពួកគេមិនបានធ្វើការលះបង់ដើម្បីការពារក្បួននៃការបង្កើតនោះទេនោះពួកគាត់ប្រកាសជាមិនអាចទប់ទល់ជាមួយនឹងសម្ព័ន្ធមីងហឺរហូតដល់សៀវយិនគឺចាក់ចេញអំពីការវឹកហាត់បានឡើយស្របពេលដែលសៀវយិនលឺហើយគាត់ក៏បានក្តាប់កណ្ដាប់ដៃយ៉ាងតឹងណែនម្ដងទៀតគាត់ក៏បានបន្តនិយាយថាប៉ធានមីងវិមានខ្យល់រន្ទះជលឹងទៅលើតកកពួកគេទាំងអស់គ្នាបានសម្លាប់កូនសិស្សនៅក្នុងវិមានផ្កាយធ្លាក់របស់គាត់ឲ្យយ៉ាងច្រើនដូច្នោះហើយគាត់គឺត្រូវតែឲ្យពួកគេទាំងអស់គ្នាបង់នៅតម្លៃតបស្នងសាច់រឿងបន្តរបស់យើងក៏លេចទៅមើលទីក្រុងធានប៉ៃនៃគ្រួសារហានវិញយើងក៏ឃើញថាផ្គររន្ទះជាច្រើនវាក៏បានលេចឡើងហើយមិនយូរប៉ុន្មានបុរសម្នាក់ក៏ត្រូវបានគេវាយទម្លាក់ចូលទៅខាងក្រោមបានទៅហើយស្របពេលដែលលៃជុនជឺក៏បាននិយាយទៅកាន់បុរសម្នាក់ទៀតដែលមានឈ្មោះថាហានហ្វៃឲ្យគេទៅតាមគាត់តាមសម្រួលទៅចំណែកព្រឹទ្ធាចារ្យក៏ប្រាប់ថាគ្រួសារហានរបស់គាត់សុកចិត្តប្រយុទ្ធរហូតដល់ស្លាប់ក៏មិនអាចឲ្យគេប្រមាថដែររួចហើយនោះគាត់ក៏បានសម្ដៅចូលទៅរកលៃជុនជឺប៉ុន្តែចូលទៅនឹងគឺព្រាបបីដូចជាចូលឲ្យលៃជុនជឺវាយចឹងដែរលៃជុនជឺក៏បានចាត់ការទៅលើគាត់ពេញមួយទំហឹងតែម្ដងធ្វើឈាមស្រស់ជាច្រើនក៏បានលេចចេញអំពីមាត់របស់គាត់ម្ដងហើយម្ដងទៀតលៃជុនជឺក៏នៅតែបន្តបន្ថែមទៀតហើយបន្តមកគេក៏បានបញ្ជាទៅកាន់កូនចៅរបស់គេដែលដឹកនាំដោយហ្វៃធានឲ្យគេនឹងគឺចាប់មនុស្សឲ្យបានលឿនបំផុតទៅជាវៀងសៀវយិនគឺមកដល់ហើយខណៈដែលកូនចៅរបស់គេក៏បានចាត់ចែងហ្វៃធានក៏បានសួរទៅកាន់ស្រីស្អាតទាំងពីរដែលមានគឺភ្លេចឈ្មោះអត់ទៅហើយសួរថាតើគេនឹងគឺព្រមតាមសម្រួលឬមួយក៏ចង់ឲ្យគេបង្ខំស្របពេលដែលស្រីស្អាតម្នាក់ក៏បានបញ្ចេញអាវុធចាត់ការទៅលើហ្វៃធានប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់ហ្វៃធាននោះទេហើយគេក៏អាចចាប់ខ្លួននាងបានយ៉ាងងាយដែរបន្ទាប់មកយើងក៏ឃើញថាសមាជិកជាច្រើននៃគ្រួសារហានក៏ត្រូវបានចាប់ខ្លួនខណៈដែលស្រីស្អាតម្នាក់ដែលនៅសេសសល់នាងក៏ព្យាយាមគេចខ្លួនដែរប៉ុន្តែហ្វៃធានក៏ប្រាប់ថាឈប់ដេកយល់សពទៅហើយជាលទ្ធផលពួកគេទាំងអស់គ្នាក៏ត្រូវបានចាប់ខ្លួននៅពេលនេះលៃជុនជឺក៏បាននិយាយទៅកាន់កូនចៅរបស់គាត់ឲ្យមើលថែសមាជិកគ្រួសារហានឲ្យបានល្អព្រោះថាវិមានផ្កាយធ្លាក់នឹងគឺអាចចាត់ការបានគ្រប់ពេលវេលាតែម្ដងប៉ុន្តែជាមួយគ្នាក៏ឃើញថានៅពេលនេះវាហាក់បីដូចជាចម្លែកហើយបន្ទាប់មកក៏ស្រាប់តែសាកសពរបស់ព្រឹទ្ធាចារ្យម្នាក់គឺត្រូវបានគេគប់សម្ដៅចូលមករកគាត់ដូច្នោះហើយគាត់ក៏បានស្រែកសួរថាតើពួកគេគឺជានរណាឲ្យបង្ហាញខ្លួនមកហើយមនុស្សជាច្រើនក៏បានបង្ហាញខ្លួនអមជាមួយនឹងសៀវយិនគាត់ក៏បានសួរទៅកាន់លៃជុនជឺតើគាត់មិនបានបំផ្លាញនៅវិមានខ្យល់រន្ទះលឿនពេកទេឬស្របពេលដែលសម្ពាធធម្មពលរបស់គាត់ក៏បានសង្កត់ទៅលើពួកគេហើយមនុស្សជាច្រើនក៏ត្រូវបានស្លាប់ត្រឹមតែមួយរំពេចដែរស្របពេលដែលលៃជុនជឺក៏បានដឹងហើយថាសៀវយិនយើងគឺជាអ្នកកម្រិតបោះសតប៉ុន្តែក៏ប្រាប់ទៅកាន់សៀវយិនថាកុំធ្វើអ្វីប្រេះផ្ដាស់ឲ្យសោះដោយសារតែសមាជិកនៃគ្រួសារហានគឺនៅក្នុងកណ្ដាប់ដៃរបស់គាត់សៀវយិនក៏តបទៅវិញថាតើលោកកំពុងតែចង់គំរាមខ្ញុំមែនទេលៃជុនជឺក៏នៅតែបន្តថាសម្ព័ន្ធមីងហឺគឺត្រូវបានបង្កើតឡើងដោយប៉ធានមីងដូច្នោះហើយវិមានខ្យល់រន្ទះគឺមិនមែនជាមេខ្លោងនោះទេប៉ុន្តែដរាបណាឲ្យតែសៀវយិនគឺព្រមលើកលែងឲ្យគាត់នោះចាប់ពីថ្ងៃនេះតទៅវិមានខ្យល់រន្ទះនឹងធ្វើការគូវានៅខ្សែបន្ទាត់ដោយច្បាស់លាស់មួយជាមួយនឹងវិមានផ្កាយធ្លាក់រួចហើយនោះនឹងនាំគ្នាធ្វើដំណើរចាក់ចេញអំពីកន្លែងនេះទៅកន្លែងដ៏សែនឆ្ងាយចំណែកសៀវយិនក៏បានបញ្ចេញអាវុធរបស់គាត់ប្រាប់ថាកិច្ចការនៃប៉ធានមីងគឺមិនចាំបាច់ឲ្យលៃជុនជឺនឹងគឺមានការព្រួយបារម្ភឡើយគាត់ក៏បានបន្ត
បន្តទៀតថារយៈពេល2ឆ្នាំមុននេះវិមានខ្យល់រន្ទះនឹងគឺបានប្រើប្រាស់អំណាចរបស់ពួកគេធ្វើបាបទៅលើអ្នកដទៃហើយក៏បានរឹករឿងវិមានកាយធ្លាក់ម្ដងហើយម្ដងទៀតនិងក៏បានចោទប្រកាន់ថាគាត់នឹងបានលួចយកនៅជំហានរន្ទះទាំង3000ប៉ុន្តែរឿងទាំងអស់នេះគាត់គឺអាចទ្រាំបានស្របពេលដែលនៅក្នុងថ្ងៃនេះវិញគេបានចាប់ដៃគូរបស់គាត់ក៏ដូចជាប្រើប្រាស់ពួកគេធ្វើជាចំណាត់ខ្មាំងដូច្នេះហើយគាត់គឺមិនអាចទ្រាំត្រូវបានឡើយគាត់ក៏បានបញ្ចេញនៅកម្លាំងធម្មពលហើយក៏បានដាក់លៃជន់ជឺមួយអាវុធយៈរបស់គាត់បន្ទាប់មកគាត់ក៏បានលើកវាឡើងរួចហើយក៏បានអុកទៅលើដីពេញមួយទំហឹងដែលយើងក៏ឃើញថាកម្លាំងធម្មពលវាក៏បានលេចចេញហើយអាវុធរបស់ស៊ីវយិនក៏មានការប្រែប្រួលជាមួយនឹងទម្រង់ថ្មីដែរគាត់ក៏បានបញ្ចេញកម្លាំងបន្តិចទៀតដើម្បីចាត់ការទៅលើហ្វៃធានមុនពេលដែលគាត់ក៏បានក្តាប់នៅកណ្ដាប់ដៃរបស់គាត់បន្តិចទៅជីវិតរបស់ហ្វៃធាននៅពេលនេះក៏ដល់ពេលដែលត្រូវតែបញ្ចប់ផងដែរស៊ីវយិនក៏បាននិយាយទៀតថាបងប្អូនរបស់គាត់ចំនួន28នាក់នៃវិមានកាយធ្លាក់គឺត្រូវបានស្លាប់នៅក្រោមកណ្ដាប់ដៃរបស់វិមានខ្យល់រន្ទះដូច្នេះថ្ងៃនេះគឺត្រូវតែឲ្យពួកគេសងនៅបំណុលឈាមនេះស្របពេលដែលលៃជុនជឺក៏នៅតែនិយាយទៅកាន់ស៊ីវយិនថាវិមានខ្យល់រន្ទះរបស់គាត់នឹងគឺមានទំនាក់ទំនងល្អជាមួយនឹងត្រកូលបិសាចមីរ៉ាស៊ូគីដូច្នេះប្រសិនបើស៊ីវយិនគឺហ៊ានតែបំផ្លាញនៅវិមានខ្យល់រន្ទះរបស់គាត់នោះត្រកូលបិសាចមីរ៉ាស៊ូគីប្រកាសជាមិនលើកលែងឲ្យស៊ីវយិនឡើយចំណែកស៊ីវយិនក៏តបទៅវិញថាតើត្រកូលចាប់សំអុយនឹងគឺពិតជាខ្លាំងណាស់មែនទេលៃជុនជឺក៏នៅតែនិយាយថាយ៉ាងណាមិញគាត់បានដាំនៅត្រារន្ទះចូលទៅក្នុងរាងកាយរបស់សមាជិកនៃគ្រួសារហានរួចទៅហើយគាត់គ្រាន់តែក្តាប់កណ្ដាប់ដៃរបស់គាត់ស្រាលៗតែប៉ុណ្ណោះនោះពួកគេប្រកាសជាផ្ទុះរាងកាយស្លាប់ភ្លាមៗតែម្ដងដូច្នេះហើយនៅពេលនេះគាត់គឺពិតជាចង់ដឹងថាតើចលនារបស់ស៊ីវយិនលឿនជាងឬមួយក៏ដៃរបស់គាត់លឿនជាងទៅប៉ុន្តែនិយាយនឹងមិនទាន់ចប់ផងក៏ឃើញថារាងកាយរបស់គាត់នឹងគឺចាប់ផ្ដើមរលាយបន្តិចម្ដងទៅហើយសូម្បីតែសម្រែកនៃការឈឺចាប់នឹងក៏មិនអាចបន្លឺឡើងបានដែរដោយនៅទីបំផុតជីវិតរបស់គាត់នឹងក៏ត្រូវបានបញ្ចប់ទៅចំណែកនៅពេលនេះវិញស៊ីវយិនក៏បាននិយាយសុំទោសទៅកាន់ពួកគេទាំងពីរនាក់ជាពិសេសគឺថាសិស្សច្បងរបស់គាត់ដែលគាត់នឹងគឺធ្វើឲ្យពួកគេទាំងអស់គ្នាចូលមកពាក់ព័ន្ធដោយសារតែគាត់ស្របពេលដែលនាងក៏បានតបទៅកាន់ស៊ីវយិនវិញថាគាត់នឹងគឺមិនចាំបាច់ស្ដីបន្ទោសខ្លួនឯងនោះទេព្រោះថាបើទោះបីជាគ្មានគាត់ក៏ដោយក៏វិមានខ្យល់រន្ទះនឹងគឺមិនលើកលែងឲ្យគ្រួសារហានរបស់នាងឡើយស៊ីវយិនក៏នៅតែសួរតបទៅវិញថាតើអ្នកផ្សេងទៀតនឹងគឺយ៉ាងម៉េចហើយចំណែកនាងក៏តបទៅវិញថាជីតារបស់នាងនៅពេលនេះគឺរបួសធ្ងន់ហើយត្រូវចំណាយពេលយូរបន្តិចដើម្បីសម្រាប់ព្យាបាលរបួសឬដូច្នោះស៊ីវយិនក៏ប្រកូលនៅថ្នាំគ្រាប់មួយដបទៅឲ្យនាងទុកឲ្យព្រឹត្តិការណ៍នឹងគឺថាធ្វើការព្យាបាលរបួសទៅស្របពេលដែលនាងក៏បាននិយាយអរគុណទៅកាន់ស៊ីវយិនម្ដងទៀតហើយជាមួយគ្នាក៏ស្រាប់តែឪពុករបស់អ្នកទាំងពីរបានចេញមកពីខាងក្នុងនិងក៏បាននិយាយអរគុណទៅកាន់ស៊ីវយិនម្ដងទៀតផងដែរដែលបានជួយសង្គ្រោះគ្រួសារហានរបស់គាត់ស្របពេលដែលស៊ីវយិនក៏នៅតែនិយាយសុំទោសទៅកាន់អ្នកទាំងអស់គ្នាក៏ដូចជាស្ដីបន្ទោសមកកាន់ខ្លួនឯងដែរព្រោះថាកាលពី2ឆ្នាំមុននៅពេលដែលគាត់ចូលធ្វើការវឹកហាត់នឹងគាត់មិនបានគិតគូរអំពីគ្រួសារហានហើយក៏ធ្វើពួកគេនឹងគឺថាមានរឿងដោយសារតែគាត់ផងដែរហើយបើយើងងាកទៅមើលវិមានខ្យល់រន្ទះនៅពេលនេះគឺចាប់ផ្ដើមដួលរលំហើយដូច្នោះហើយស៊ីវយិនក៏បាននិយាយថាចាប់ពីថ្ងៃនេះទៅគឺមិនមានវិមានខ្យល់រន្ទះទៀតឡើយប៉ុន្តែប្រសិនបើគ្រួសារហានចាប់ផ្ដើមជាមួយនឹងទីតាំងនេះហើយចង់បានវិមានផ្កាយធ្លាក់របស់គាត់នឹងគ្រប់គ្រងពេញទំហឹងលើដូច្នោះហើយម្ចាស់គ្រួសារហានក៏តបទៅវិញថាគ្រួសាររបស់គាត់នឹងគឺគ្មានមហិច្ឆតាធ្វើជាអ្នកត្រួតត្រាអីនោះទេដោយសារតែគាត់គ្រាន់តែចង់បង្កើតនៅគ្រួសារដ៏តូចមួយរស់នៅដោយសន្តិភាពនៅក្នុងភូមិខាងជើងនេះតែប៉ុណ្ណោះប៉ុន្តែចាប់តាំងពីស៊ីវយិនគាត់គឺបានរៀបចំឡើងបែបនេះទៅហើយនោះក៏ប្រាប់ថាគាត់នឹងធ្វើទៅតាមការរៀបចំរបស់ស៊ីវយិនស្របពេលដែលអ្នកទាំងពីរក៏បាននិយាយអរគុណទៅកាន់ស៊ីវយិនម្ដងទៀតហើយនាងក៏ប្រាប់ថានៅពេលនេះគ្រួសារហានគឺជំពាក់គុណស៊ីវយិនមួយទៀតហើយស្របពេលដែលស៊ីវយិនក៏នៅតែតបទៅវិញថាសិស្សច្បងមិនចាំបាច់គួរសមនោះទេរួចហើយនោះគាត់ក៏បានបែរភ័ក្រងាកនេត្រាទៅផ្នែកម្ខាងនិងបាននិយាយថាប៉ាធីនមីងចលឹងទលេតកនៅពេលនេះគឺដល់វេលារបស់ពួកឯងហើយស្របគ្នាសាច់រឿងរបស់យើងមួយភាគនេះក៏បានឈានដល់ទីបញ្ចប់ផងដែរ